បាទខ្ញុំបាទសូមអនុញ្ញាតជំរាបជូនបន្តនៅខ្លឹមសារនៃជំនួបរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី4ខែមីនាឆ្នាំ2026បន្តទៀតដែលជាជំនួបទី2នៅថ្ងៃដដែលនេះសម្ដេចតេជោបានអនុញ្ញាតឲ្យលោកជំទាវតេអូលេឆេងដែលជាឯករដ្ឋទូតរបស់សង្ហបុរីចូលជួបសម្ដែងការកុសលនិងជម្រាបលាក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មជាឯករដ្ឋទូតចប់អាណត្តិនៅក្នុងប្រទេសកម្ពុជាជាខ្លឹមសារជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍លោកជំទាវមកកាន់នៅពេលដែលសម្ដេចបានជួបសារជាថ្មីហើយបើទោះបីជាលោកជំទាវត្រូវចប់ផុតអាណត្តិជាឯករដ្ឋទូតក៏ពិតមែនក៏ប៉ុន្តែសម្ដេចតេជោបានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯករដ្ឋទូតសង្ហបុរីប្រចាំនៅប្រជាជាតិកម្ពុជាកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងនៅក្នុងការពួនជុំទំនាក់ទំនងរវាងកម្ពុជានិងសង្ហបុរីឲ្យមានភាពល្អប្រសើរនិងមានភាពកើនឡើងនៃទំនាក់ទំនងទ្វេភាគីនៅក្នុងឱកាសនោះលោកជំទាវតេអូលេឆេងដែលជាឯករដ្ឋទូតរបស់សង្ហបុរីចប់អាណត្តិបានសម្ដែងនៅការអរគុណជាអនេកប្បការដែលសម្ដេចតេជោបានអនុញ្ញាតឲ្យលោកជំទាវបានជួបសម្ដែងការគួរសមនិងជម្រាបលានៅក្នុងឱកាសនេះលោកជំទាវបានបញ្ជាក់ថានេះជាលើកទី3ហើយនៅក្នុងអាណត្តិ5ឆ្នាំរបស់លោកជំទាវជាឯករដ្ឋទូតរបស់សង្ហបុរីប្រចាំនៅប្រជាជាតិកម្ពុជាបានជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោលោកជំទាវថារាល់ពេលដែលលោកជំទាវបានជួបជាមួយសម្ដេចតេជោតែងតែបានរៀនសូត្រនិងស្ដាប់នៅបទពិសោធន៍ដ៏កម្ររបស់សម្ដេចតេជោដែលបង្កើននូវពុទ្ធិយ៉ាងច្រើនសម្រាប់លោកជំទាវលោកជំទាវក៏បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជានិងសង្ហបុរីនាពេលកន្លងមកគឺមានភាពរីកចម្រើនហើយជាពិសេសនៅក្នុងឆ្នាំកន្លងទៅដែលទំនាក់ទំនងបានកើនឡើងមានការកើនឡើងជាបន្តបន្ទាប់តាមរយៈពាណិជ្ជកម្មក៏មានការកើនឡើងផងដែរទន្ទឹមនឹងទំនាក់ទំនងនយោបាយទៅជាមួយគ្នានៅក្នុងឱកាសនោះសម្ដេចតេជោបានរីករាយចំពោះអ្វីដែលជាការខិតខំប្រឹងប្រែងរបស់លោកជំទាវនៅក្នុងការពួនជុំទំនាក់ទំនងរវាងកម្ពុជានិងសង្ហបុរីនៅក្នុងឱកាសនោះសម្ដេចតេជោក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសង្ហបុរីដែលមានការកើនឡើងសម្ដេចតេជោពិតជាពេញចិត្តខ្លាំងណាស់ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ជាង$5,000 លានហើយសម្ដេចសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំប្រឹងប្រែងនិងដាក់គោលដៅដើម្បីធ្វើយ៉ាងណាសម្រាប់ឲ្យបាន$10,000 លាននៅឆ្នាំបន្តបន្ទាប់នេះជាអ្វីដែលសម្ដេចតេជោលោកសង្កត់ធ្ងន់សម្រាប់សម្ដេចតេជោលោកចាត់ទុកថាទំនាក់ទំនងនយោបាយការទូទៅជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគនេះគឺជារឿងចាំបាច់ណាស់ដែលជាផ្នែកនៅក្នុងការរុញច្រាននៅទំនាក់ទំនងរវាងកម្ពុជានិងសង្ហបុរីឲ្យកាន់តែរីកចម្រើនបន្តទៀតនៅក្នុងឱកាសនោះសម្ដេចតេជោក៏បានចែករំលែកនៅបទពិសោធន៍ក៏ដូចជាដំណើរដើមតងនៃការតស៊ូរបស់សម្ដេចតេជោមួយចំនួននៅក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសកម្ពុជារកសន្តិភាពនិងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ននេះរួមទាំងចែករំលែកនៅស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជានិងថៃព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោកផងដែរជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូតចប់អាណត្តិនៅក្នុងឱកាសនោះលោកជំទាវតេអូលេឆេងបានសម្ដែងនៅការអរគុណជាពន្លឹកចំពោះសម្ដេចតេជោដែលបានចែករំលែកនៅមេរៀននៅពិសោធន៍នៅទស្សនៈទានដ៏ល្អដែលលោកជំទាវមានប្រសាសន៍ម្ដងទៀតថារាល់ពេលដែលលោកជំទាវជួបជាមួយសម្ដេចតេជោតែងតែទទួលបាននៅមេរៀនថ្មីដែលជាមេរៀនដ៏កម្រនិងជាបទពិសោធន៍ដ៏កម្ររបស់រដ្ឋបរោះលោកជំទាវបានហៅសម្ដេចតេជោថាជារដ្ឋបរោះដែលមានបទពិសោធន៍ដ៏អស្ចារ្យហើយនាំកម្ពុជាឲ្យមានសន្តិភាពលោកជំទាវបានលើកឡើងក្នុងពេលដែលលោកជំទាវបានបំពេញកិច្ចការជាឯករដ្ឋទូតរយៈពេល5ឆ្នាំមកនេះបានឃើញនៅភាពរីកចម្រើនផ្ទាល់ភ្នែករបស់លោកជំទាវផ្ទាល់នៅការជឿនលឿនរបស់កម្ពុជាការអភិវឌ្ឍរបស់កម្ពុជាមានការរីកចម្រើនហើយមានសុខសន្តិភាពហើយសម្រាប់លោកជំទាវផ្ទាល់លោកជំទាវមានអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា
ហើយលោកជំទាវបានហៅកម្ពុជាថាជាប្រទេសដ៏អស្ចារ្យជាចុងក្រោយសម្ដេចតេជោបានជូនពរលោកជំទាវឲ្យទទួលជោគជ័យបន្តទៀតនៅក្នុងការងារបន្តរបស់លោកជំទាវបានខ្ញុំសូមជម្រាបជូននៅខ្លឹមសារសង្ខេបពីជំនួបជម្រាបលារបស់លោកជំទាវឯករដ្ឋទូតសង្ហបុរីចំពោះសម្ដេចតេជោនៅថ្ងៃនេះបាទ